ចាបងប្អូនថ្ងៃនេះគឺថាដល់ពេលវេលាដែលត្រូវមកលាគ្នាជាមួយនឹងក្រុមគ្រួសារខាងប្តីរបស់ខ្ញុំដែលគាត់រស់នៅសហរដ្ឋអាមេរិកហ្នឹងឯងបងប្អូនដោយសារតែពួកខ្ញុំបានសម្រេចចិត្តត្រឡប់មករស់នៅស្រុកខ្មែរវិញអញ្ចឹងណាបងប្អូនអញ្ចឹងទៅក៏គាត់មានកម្មវិធីឲ្យពួកខ្ញុំចាបន្តិចបន្តួចជជែកគ្នាលេងចាលើកទឹកចិត្តគ្នាទៅវិញទៅមកអញ្ចឹងទៅគាត់ក៏បានជួបជាមួយនឹងមិត្តភ័ក្តិនៅឯព្រះវិហារដែលពួកខ្ញុំទៅព្រះវិហារជុំគ្នាអញ្ចឹងណាបងប្អូនចានៅទីនោះមានអីទេបងប្អូនគឺកម្មវិធីនៅពេលដែលយើងមានកម្មវិធីម្ដងគឺយើងធ្វើបែបងាយអត់មានត្រូវរៀបចំធ្វើម្ហូបអីច្រើនទេកំងម្ហូបគេមកញ៉ាំតិចតួចអញ្ចឹងទៅជជែកគ្នាលេងបងប្អូនហើយពេលដែលពួកខ្ញុំជុំជាមួយមិត្តភ័ក្តិហ្នឹងគឺនៅថ្ងៃដែលនៅខាងរដ្ឋដែលខ្ញុំរស់នៅហ្នឹងគឺ Kentucky ហ្នឹងគេហៅថាបុណ្យសេះបងប្អូនចាគេមានការកម្មវិធីប្រឡងប្រណាំងសេះអញ្ចឹងណាមួយឆ្នាំគេធ្វើម្ដងអញ្ចឹងអ្នកដែលអត់បានទៅមើលផ្ទាល់ក៏ពួកយើងនាំគ្នាមើលតាមចាទូទស្សន៍អញ្ចឹងទៅគេចាក់ផ្សាយការប្រណាំងសេះហ្នឹងឲ្យពួកយើងមើលដែរចាបងប្អូនចាថ្ងៃហ្នឹងក៏បានទៅផ្ទះមិត្តភ័ក្តិចានិយាយទៅអាទិត្យហ្នឹងគឺបានទៅកម្មវិធីហ្នឹងជាមួយនឹងមិត្តភ័ក្តិផងហើយទៅថ្ងៃសៅរ៍ចាកាលហ្នឹងពួកខ្ញុំទៅថ្ងៃសៅរ៍ហើយពេលតែថ្ងៃអាទិត្យគឺទៅជុំគ្នាជាមួយនឹងគ្រួសារខាងប្តីហើយក៏ជួនជាដល់ថ្ងៃគូកណាត់ក្មួយដែរអញ្ចឹងទៅក៏គាត់ថាអញ្ចឹងយើងធ្វើគូកណាត់ក្មួយថ្ងៃហ្នឹងហើយក៏ធ្វើកម្មវិធីសម្រាប់លាគ្នាក្នុងថ្ងៃតែមួយដែរអញ្ចឹងណាបងប្អូនចាបងប្អូនសម្រាប់ខ្ញុំដែលទៅរស់នៅសហរដ្ឋអាមេរិក4ឆ្នាំដែលអត់មាននៅចិត្តខ្មែរយើងណាបងប្អូនចាភាគច្រើនគឺពេលដែលយើងមានកម្មវិធីជួបជុំអីគឺតែជាមួយពួកគាត់តែបងប្អូនខាងប្តីគឺជាជនជាតិអាមេរិកហើយនឹងមានអ្នកនៅព្រះវិហារមិត្តភ័ក្តិហ្នឹងក៏មានជនជាតិអាស៊ីយើងម្នាក់ដែរគឺជនជាតិថៃចាបងប្អូនតែអត់មានមិត្តភ័ក្តិឬក៏គ្រួសារជាជនជាតិខ្មែរទេដែលខ្ញុំម្ដុំខ្ញុំរស់នៅអញ្ចឹងណាបងប្អូនចាប៉ុន្តែខ្ញុំក៏អរគុណដល់គ្រួសារខាងប្តីជាពិសេសពុកម្ដាយក្មេករបស់ខ្ញុំគាត់ស្រឡាញ់ចាគាត់ស្រឡាញ់ខ្ញុំស្រឡាញ់កូនរបស់ខ្ញុំដោយគាត់ជួយជ្រោមជ្រែងយើងច្រើនគាត់មិនជួយជាលុយកាក់ទ្រព្យសម្បត្តិអីទេបងប្អូនប៉ុន្តែដោយទឹកចិត្តរបស់គាត់ល្អគាត់ស្រឡាញ់គាត់អត់ប្រកាន់យើងចាបងប្អូនហើយគាត់មានតែការលើកទឹកចិត្តនិងគាត់ជួយជាកម្លាំងហើយការគិតដល់យើងដែរអញ្ចឹងណាបងប្អូនចាបានពួកគាត់គឺគាត់តែងទៅជួយមើលថែផ្ទះឲ្យខ្ញុំជួយជួសជុលហើយជួយឲ្យយោបល់ថាអូយើងត្រូវទិញសម្ភារៈបែបណាដើម្បីការជួសជុលផ្ទះរបស់យើងនឹងទៅយើងអាចរកអ្នកជួលអីអញ្ចឹងងាយស្រួលហើយទាំងឯកសារនៅក្នុងការយើងដាក់ជួលផ្ទះអីអញ្ចឹងគឺគាត់មានបទពិសោធន៍គាត់ជួយជាយោបល់ឲ្យពួកខ្ញុំអញ្ចឹងណាបងប្អូនចាបងប្អូនមើលនិយាយស្រួលទៅតាំងតែខ្ញុំទៅរស់នៅអាមេរិក4ឆ្នាំជាងរហូតដល់ពួកខ្ញុំសម្រេចចិត្តមករស់ស្រុកខ្មែរមករស់នៅស្រុកខ្មែរវិញអញ្ចឹងណាបងប្អូនចាគឺខ្ញុំមិនដែលទទួលបានពាក្យធ្ងន់ធ្ងរពីឪពុកម្ដាយក្មេកឬក៏ប្អូនថ្លៃរបស់ខ្ញុំទេបងប្អូនតែអ្វីដែលខ្ញុំទទួលបានគឺមានតែការលើកទឹកចិត្តពីពួកគាត់ចាគាត់លើកទឹកចិត្តហើយគាត់ជួយយកអាសាដូចពេលខ្ញុំត្រូវការទៅណាអញ្ចឹងប្អូនថ្លៃគាត់ថាគាត់អាចជួយមើលកូនឲ្យយើងអញ្ចឹងណាបងប្អូនហើយបើយើងត្រូវការអ្នកណាដែលជួយនៅក្នុងជាគំនិតយោបល់ក្នុងការធ្វើផ្ទះឬក៏ទិញអីមួយអញ្ចឹងយើងអាចសួរគាត់បានយើងក៏ដឹងថានៅអាមេរិកដូចភាគច្រើនជនជាតិបរទេសគឺគាត់របៀបថារស់នៅជាឯកជនភាពច្រើនរៀងខ្លួនអញ្ចឹងណាបងប្អូនអញ្ចឹងយើងក៏ឲ្យសិទ្ធិគ្នាទៅវិញទៅមកគាត់ក៏ឲ្យសិទ្ធិរបស់ពួកខ្ញុំក្នុងការសម្រេចចិត្តក្នុងការរស់នៅគាត់ក៏យើងក៏ឲ្យឯកជនភាពទៅគាត់វិញដែរអញ្ចឹងណាបងប្អូនចាប៉ុន្តែគាត់ថាពេលវេលាណាដែលយើងអាចជួបជុំគ្នាបាននឹងយើងជួបជុំគ្នាហើយមួយវិញទៀតគឺគាត់ដល់ជាបលប្រឹក្សាដល់យើងអញ្ចឹងណាបងប្អូនចាអញ្ចឹងគាត់ឲ្យសិទ្ធិយើងជាធំហើយគាត់អត់ស្ដីបន្ទោសចាអ្វីដែលខ្ញុំទៅរស់នៅអាមេរិកហ្នឹងគឺបានគ្រួសារបងប្អូនប្តីរបស់ខ្ញុំចាគឺគាត់ស្រឡាញ់ហើយចានិយាយទៅគាត់អត់មានស្ដីបន្ទោសឬគាត់ថាមិនពេញចិត្តយើងអីចឹងណាបងប្អូនទោះបីជាខ្ញុំទៅអាមេរិកហ្នឹងគឺយើងបើយើងប្រៀបធៀបទៅគឺអ្នកដទៃផ្សេងទៀតគឺគាត់ធ្វើការមានប្រាក់ចំណូលអីចឹងណាបងប្អូនប៉ុន្តែសម្រាប់ខ្ញុំទៅគឺ
ពឹងលើចាការងារបោះដីអញ្ចឹងខ្ញុំទៅរបៀបលក្ខណៈជាស្ត្រីមេផ្ទះនៅផ្ទះមើលកូនបាយទឹកកូនអញ្ចឹងណាបងប្អូនចានិយាយទៅជាស្ត្រីមេផ្ទះប៉ុន្តែគ្រាន់ថាយើងបានជំនួយពីប្តីគាត់នៅតែជួយយើងធ្វើកិច្ចការនេះមើលកូនបង្រៀនកូនទោះបីជាគាត់ធ្វើការចាជាអ្នករោប្រាក់ខែមកផ្គត់ផ្គង់ក្នុងគ្រួសារក៏ដោយក៏គាត់អត់ប្រឡែងឯថាអូនឯងមើលកូនទៅបងដឹងតែធ្វើការអញ្ចឹងណាអត់ទេគាត់នៅតែជាដៃគូក្នុងការបង្រៀនកូនក្នុងការមើលថែកូនឲ្យកូនធំលូតលាស់ចាហើយសម្រាប់គ្រួសាររបស់ប្តីរបស់ខ្ញុំក៏គាត់ដូចគ្នាដែរបងប្អូនគាត់អត់មាននិយាយថាមកឌីលថ្មីយើងថានៅតែផ្ទះអត់ធ្វើអីចឹងណាបងប្អូនចាហើយពីច្រើនគាត់មានតែលើកទឹកចិត្តឲ្យនឹងប្រាប់ដល់កូនប្រុសរបស់គាត់ថាត្រូវមើលថែប្រពន្ធឲ្យបានល្អអញ្ចឹងណាបងប្អូនហើយមួយវិញទៀតគឺគាត់តែងទៅសួរប្តីខ្ញុំថាធ្វើអីមួយតើសួរប្រពន្ធហើយឬនៅអីចឹងទៅយកបងប្អូនពួកភាគច្រើនគាត់អត់បង្រៀនកូនឲ្យអាចកាត់ខ្លួនឯងទេឆាដូចសម្រាប់ចិត្តដូចខ្លួនឯងដោយអត់មានការពិភាក្សាពីប្រពន្ធអញ្ចឹងណាបងប្អូនព្រោះគ្រួសារនៅអាមេរិកភាគច្រើនគឺអញ្ចឹងហើយបងប្អូនដៃគូស្វាមីភរិយាចាប្តីប្រពន្ធអញ្ចឹងគឺមានការពិភាក្សាគ្នាការសម្រេចចិត្តគ្នាមិនមែនថាអ្នកណាធំជាងអ្នកណាគេថាខ្លួនជាប្តីមានសិទ្ធិខ្លួនជាប្តីធ្វើការមកបានលុយហើយអញ្ចឹងប្រពន្ធចាំតែស្ដាប់តាមអ្វីដែលប្តីធ្វើទៅប្រាប់ទៅអញ្ចឹងណាឬក៏ប្រពន្ធនឹងមានសិទ្ធិជាងប្តីគឺទុកឲ្យគាត់អ្នកអាចកាត់អីទេអត់ទេបងប្អូនគឺគេសម្រាប់ជាមួយគ្នាហើយនឹងយើងផ្ដល់យោបល់គ្នាទៅវិញទៅមកអញ្ចឹងណាបងប្អូនចាយើងសម្រាប់ការមួយយើងស្របទៅលើការនឹងទាំងអស់គ្នាទៅដូចជាការដែលពួកខ្ញុំមករស់នៅស្រុកខ្មែរវិញក៏ចឹងដែរបងប្អូនដូចថាយើងមានការភាសាគ្នាយោបល់ហើយយើងក៏ដឹងថាអូយើងនឹងខាតអីខ្លះយើងចំណេញអីខ្លះហើយយើងជួបទុកលំបាកអីខ្លះអញ្ចឹងនឹងយើងមកភាសាគ្នាមុនហើយស្រេចហើយអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅក៏ឪពុកម្ដាយគាត់នៅអាមេរិកហ្នឹងក៏គាត់ចាឲ្យយោបល់ឲ្យយើងគាត់នឹកយើងប៉ុន្តែគាត់ក៏គោរពចាការសម្រេចចិត្តសិទ្ធិរបស់កូនអញ្ចឹងណាបងប្អូនចាព្រោះខ្ញុំតាមមើលការចាចំកូននៅសហរដ្ឋអាមេរិកជាពិសេសពុកម្ដាយគាត់អត់សូវយកសិទ្ធិគាត់ជាធំផ្ដាច់ការថាត្រូវទៅតាមគាត់អីទេបងប្អូនគឺឲ្យគេឲ្យសិទ្ធិលើកូនជាអ្នកការសម្រេចចិត្តចាបងប្អូនចាពីព្រោះដោយសារតែមានមតិយោបល់ខ្លះក៏គិតថាដូចខ្ញុំជាជនជាតិខ្មែរអញ្ចឹងផ្ដាច់ការចង់មករស់នៅស្រុកខ្មែរវិញតែបើគិតថាប្តីជាជនជាតិអាមេរិកហ្នឹងថាគាត់គិតយ៉ាងម៉េចអាងតែខ្លួនឯងជាជនជាតិខ្មែរចង់មករស់នៅស្រុកទេសខ្លួនឯងអីវិញអញ្ចឹងណាបងប្អូនតែក៏ពិតទៅគឺអត់ទេពួកខ្ញុំបានពិភាក្សាគ្នារួចស្រេចហើយដោយការដែលយើងត្រូវត្រឡប់មករស់នៅស្រុកខ្មែរវិញហើយមួយទៀតគឺចិត្តរបស់ប្តីរបស់ខ្ញុំគឺគាត់ចង់មករស់នៅស្រុកខ្មែរវិញអញ្ចឹងណាបងប្អូនតាំងពីដើមតាំងពីពួកខ្ញុំទៅដល់អាមេរិកភ្លាមៗអញ្ចឹងគាត់ហានទៅពេលដែលខ្ញុំបានសញ្ជាតិអញ្ចឹងក៏ពួកយើងនឹងត្រឡប់មករស់នៅស្រុកខ្មែរអញ្ចឹងឥឡូវបំណងរបស់ខ្ញុំហ្នឹងក៏បានសម្រេចហើយបងប្អូនគឺបានសញ្ជាតិអាមេរិកហើយគឺយើងបានត្រឡប់មកស្រុកខ្មែរវិញអញ្ចឹងណាបងប្អូនចាប៉ុន្តែគាត់ថារយៈពេលដែលយើងអាចរស់នៅស្រុកខ្មែរយូរបានប៉ុណ្ណាអាហ្នឹងក៏យើងអត់ទាន់អាចហ៊ានកំណត់ដែរអាស្រ័យលើការងារដែលគេផ្ដល់ឲ្យយើងហ្នឹងតើការងារដែលគេឲ្យយើងធ្វើហ្នឹងតើគេចប់ដល់ប្រហែលឆ្នាំអញ្ចឹងណាបងប្អូនព្រោះវាយើងមើលទៅមុខទៀតគឺយើងអត់ដឹងថាសេដ្ឋកិច្ចមានការប្រែប្រួលអញ្ចឹងគេអាចកាត់បុគ្គលិកដែលរស់នៅក្រៅស្រុកអីអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងអាចប្រកាសថាអូយើងនឹងមិននៅស្រុកខ្មែររហូតមួយជីវិតឬក៏យ៉ាងម៉េចទេបងប្អូនអញ្ចឹងកលៈទេសៈវាមានការប្រែប្រួលនៅពេលអនាគតដែរដែលយើងមើលអត់ដឹងអញ្ចឹងណាបងប្អូនចាហ្នឹងហើយបងប្អូននិយាយទៅក៏ពេលដែលយើងមករស់នៅអាមេរិកយើងនឹកស្រុកខ្មែរចាដល់ពេលយើងមកស្រុកខ្មែរយើងនឹកបងប្អូនដែលនៅសហរដ្ឋអាមេរិកដោយសារតែយើងមានគ្រួសារពីរអញ្ចឹងណាបងប្អូនបាក់បែងចែកឆាចង់នៅកន្លែងណាក៏យើងនៅតែអារម្មណ៍នៅកន្លែងដែលយើងធ្លាប់នៅចាដូចពួកខ្ញុំធ្លាប់នៅផ្ទះរបស់ខ្ញុំនៅអាមេរិកហ្នឹងក៏ស្រួលរស់នៅស្រួលបរិយាកាសស្ងាត់ស្ងៀមអញ្ចឹងដល់ពេលយើងធ្លាប់មកស្រុកខ្មែរវិញយើងត្រូវសម្របខ្លួនម្ដងទៀតយើងទៅទិញរបស់ថ្មីអីទៀតអញ្ចឹងណាបងប្អូនចាអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការជូនពរហើយក៏អរគុណដល់បងប្អូនតែលើកទឹកចិត្តដែរអរគុណបងប្អូន